Xóm chun rừng bom nay bè đồng hết tí mà phầy mình tì bẹt dưỡng khoa bẹt ai cả tính về cắt bè đông hai dưỡng một sông ánh ao chui bằng đỏ sắn tầm rom tài rộng địa chùm được bán đập vô đại tích không bè đã ai được bon sợi ánh chụp ca lộc bát cứ kêu xa dưỡng chỉ nhẹ chuối mơ hai cụ ánh pro bậc miền pa dưỡng chui tí về ní ánh được bon sợi ánh có mình đã đo chùm được đi đai mình chân hái bê nín liệt xong còn bán có chui kêu xa dưỡng vinh tới Eluna này dây dàn chmai bom phật niêng ông coi ai khòng nâng cả ấy xâm lăng một Alexan đòi cao phê trong lại khăn nè chia cao phê đai Alexan khơi hai mình trang khơi mà đau tiệt tì sai phê tiêm tia con sài sai phê tiêm tia rô ca chui tang lơ con bồn khiêm nâng bị phiệt xa cho mùi bà thiên mình tì bén mình bạch vên trai tính ba ai xì nghề lơ nê vĩnh dưới nâng chặt cả bia tiệc óc ai còn tại trường khốn cha tranh tờ Espagne cử bàn hai Elona này dây tang một những nhầm sao niếng ọc đai chọp trùng bọc bệnh khật cho từ cả bài đai nê cầm lọ Alexander miền Việt tọp tỏ can taiประกายมันចេញប្រៀបដូចជាខ្សែដ៏រឹងមាំរឹតបំពង់ករបស់គេឲ្យនិយាយមិនបានកាន់តែពិបាកគឺអណ្ដានក្រលាស់មិនចេញឡើយគេមានតែលូកដៃចាប់បិចលើកយកសញ្ញាប៉ុណ្ណោះប្រសិនបើរឿងនេះគេអាចបន្ធូរបន្ថយចំពោះរឿងគុណបុណ្យនោះគេនឹងធ្វើពីថ្ងៃក្រោយមកពន្លឺព្រះអាទិត្យរៀបលិចកំពុងធ្លាក់ចុះយឺតដូចជាអារម្មណ៍ដែលមិនចង់បញ្ចប់ពន្លឺថ្ងៃចុងក្រោយស្រកពីលើមេឃពណ៌ទឹកក្រូចលាយនឹងពណ៌ស្វាយស្រអាប់ប្រែคล้ายទៅជាភាពស្ងប់ស្ងាត់ធ្វើឲ្យចិត្តធ្ងន់ខ្យល់បក់ស្រាលប៉ុន្តែមានអារម្មណ៍ត្រជាក់ដូចជាអ្វីមួយកំពុងបាត់បង់នៅក្នុងចិត្តនៅមួយជ្រុងទៀតក្នុងបន្ទប់គេងដែលមានវាំងននបិទបាំងពន្លឺថ្ងៃស្រមោលចាងថ្ងៃបង្ហាញឃើញច្បាស់ពីវត្តមានមនុស្សម្នាក់កំពុងអង្គុយនៅកណ្ដាលបន្ទប់គេងមានវ៉ាលីបើកចំហចោលនិងសម្លៀកបំពាក់មួយកំណរនៅលើពុកការភ្នែកស្រអាប់បាត់រស្មីគេដូចជាកំពុងស្វែងរកអ្វីមួយដែលរៀបនឹងបាត់បង់ចឹងអារម្មណ៍នៅក្នុងចិត្តគេពោពេញដោយពាក្យដែលនិយាយមិនបាននិងការចងចាំដែលមិនអាចលុបចេញល្ងាចនោះត្រឹមតែជាការបញ្ចប់នៅមួយថ្ងៃប៉ុណ្ណោះប៉ុន្តែការចាប់ផ្ដើមជីវិតដ៏សោកក្រោះមួយទៀតនៅទីកន្លែងផ្សេងAlexanderរៀបចំសម្លៀកបំពាក់រួចរាល់ត្រៀមចាក់ចេញទៅពលានយន្តហោះមុនចាក់ចេញគេឈរមើលផ្ទះទាំងមូលសារជាថ្មីម្ដងទៀតដកដង្ហើមធំចូលពេញសួតសរសេរសម្បត្តិមួយសន្លឹកទុកលើតុអត្ថន័យក្នុងសម្បត្តិផ្ដាំឲ្យនឹងតូចមើលថែខ្លួនញ៉ាំអាហារទៀងទាត់ប្រុងប្រយ័ត្នពេលទៅសាលានិងត្រឡប់មកផ្ទះវិញគេសរសេរខ្លីៗអត្ថន័យងាយយល់ដាក់សម្បត្តិនៅលើតុទាំងចិត្តមិនដាច់តែក៏ជ្រើសរើសការចាក់ចេញទាំងមិនអស់ចិត្តថែខ្លួនផងណាគេនិយាយខ្សែម្នាក់ឯងមុននឹងទាញទ្វារបិទដើរចូលចតាយន្តចុះទៅជាន់ក្រោមទីងសំឡេងចតាយន្តលាន់ឡើងទ្វារបើកសន្សំបង្ហាញរូបរាងស្រីតូចក្នុងឈុតនិស្សិតដើរចេញពីចតាយន្តចូលក្នុងផ្ទះចាក់សោទាំងមុខញញឹមបងសាន់បើកទ្វារភ្លាមនាងក៏ហៅគេភ្លាមតែគ្មានការឆ្លើយតបអ្វីឡើយមានតែភាពស្ងប់ស្ងាត់គាត់មិនទាន់មកទេដឹងនាងតូចបួយមាត់និយាយម្នាក់ឯងដើរទៅរកសាឡុងទម្លាក់កតាបចុះងាកមុខក្រឡេកឃើញក្រដាស់និងសម្បត្តិនៅលើតុក៏លើកយកមកអានបងសាន់មិនក៏គាត់ទៅមិនប្រាប់មុនអញ្ចឹងនាងតូចមានអារម្មណ៍អន់ចិត្តណាស់ព្រោះគេត្រឡប់ទៅអេស្ប៉ាញវិញដោយមិនប្រាប់នាងផ្ទាល់បែរជាសរសេរសម្បត្តិផ្ដាំផ្ញើទៅវិញនាងរស់នៅក្នុងផ្ទះជាមួយគេតែមានអារម្មណ៍ថានៅឆ្ងាយគ្នាណាស់រឿងខ្ពស់ស្រឡះអង្គុយនៅក្នុងឡានទំនើប
បើកបរដោយកូនចៅចំណិតបងថ្លៃឆ្ពោះទៅផ្ទះបងថ្លៃដែលជាកន្លែងស្នាក់នៅថ្មីរបស់ខ្លួននាយកំឡុងអង្គុយងាកមុខរេបភ្នែកមើលទេសភាពតាមដងផ្លូវដោយដង្ហើមចេញចូលវែងជ្រៅជ្រៅគេខានមកប្រទេសកំណើតយូរហើយរវល់ការងារខ្លាំងពេកក៏មិនដែលបានមកអស់រយៈពេលជាយូរកន្លែងដែលធ្លាប់កំសាន្តពេលនេះប្រែក្លាយជាអគារខ្ពស់ៗថ្មីដែលមិនដែលស្គាល់ពីមុនមកការភ្នែកធ្លាប់ចំណាំទីកន្លែងនៅទីក្រុងនេះក៏ប្រែជាថ្មីស្លាងមិនធ្លាប់ឃើញពីមុនមកទៅវិញភូមិគ្រឹងដ៏ធំស្កឹមស្កៃមានរបងព័ទ្ធជុំវិញយ៉ាងអំណាចនៅចំកណ្ដាលនៃអាងទឹកមានទឹកហូរចេញពីរចនាសម្ព័ន្ធជាន់ជាការឈប់ទឹកដែលបញ្ចេញពន្លឺស្រស់ស្អាតធ្វើឲ្យទឹកមើលទៅមានពន្លឺចាំងទឹកហូរធ្លាក់ចុះជាច្រើនជាន់បង្កើតអារម្មណ៍ត្រជាក់និងស្ងប់ស្ងាត់បូករួមនឹងពេលយប់លើមេឃមានពណ៌ខៀវងងឹតមានវងកាយតិចតួចទៀតនោះបរិយាកាសនៅទីនេះកាន់តែស្ងប់ស្ងាត់និងរ៉ូមែនទិកសូមជើញអ្នកប្រុសអ្នកបម្រើឈរបើកទ្វារឡានអោនគោរពអេលិចសាន់អ្នកបម្រើផ្សេងទៀតក៏ឈរតម្រង់ជួរគ្នាស្វាគមន៍គេដូចគ្នាអរគុណហើយគេមកហើយហ៎សំឡេងសប្បាយចិត្តលាន់ឮចេញពីក្នុងផ្ទះមុននឹងសម្រាប់ជើងតុបបន្លឺតាមក្រោយរៀងក្រាំងចេញពីក្នុងឡានឈរមើលភូមិគ្រឹងទាំងមូលដោយការចាប់អារម្មណ៍នេះបងស្រីរបស់គេរស់នៅទីនេះគេសឹងតែមិនជឿអាហាប្អូនប្រុសបងលូស៊ីញញឹមញញែមរត់មកអោបនាយកំឡុងដែលជាប្អូនជាប់គឺអោបបានតែខ្លួនប៉ុណ្ណោះការពិតចង់ប៉ះក្បាលគេជាងតែនាងទៀបជាងគេឆ្ងាយណាស់រឿងដែលចង់ធ្វើក៏លែងបានធ្វើទៀតដែរលូស៊ីក្នុងឈុតអៀមធ្វើម្ហូបសក់លើកបួងផុតកញ្ចឹងកទឹកមុខរបស់នាងញញឹមជាប់ព្រោះប្អូនប្រុសត្រឡប់មករស់នៅក្បែរខ្លួនសាជាថ្មីទោះក្រោមហេតុផលមិនពេញចិត្តក៏ដោយចោះអាល្អិតឯងធំច្រើនណាស់ខ្ពស់ជាងបងទៀតអោប្អូនរួចក៏ប្រឡែងវិញនាងតូចគ្រើតណាស់លើកដៃក្តីស្មាគេតិចដកកម្ពស់កាន់តែខ្ពស់មិនចេះចែកបងស្រីខ្លះទេអ្នកណាឲ្យបងប្រញាប់កើតមុនភ្លេចយកកម្ពស់មកធ្វើអីផាត់លូស៊ីទះស្មាប្អូនប្រុសលាន់លើដល់តិចអ្នកបម្រើអ៊ុយបាក់ឆ្អឹងខ្ញុំឲ្យបងស៊ីអេលិចសាន់ស្រែកចាច់លើកដៃក្តោបស្មាដែលត្រូវបងស្រីវាយមុននេះនាយកំឡុងដាក់ខ្លួនផ្ដេកលើស្មាលូស៊ីរុំអួយដាក់បងស្រីអ្នកបម្រើនាំគ្នាសើច